រឿងណាគ្នាមើលម្ដងទៀតហ្នឹងហើយលើធ្លាក់ឡាយខ្លាំងមែនទែនតាទៅមើលទាំងអស់គ្នាហ្នឹងហើយអ្នកគ្នាម្នាក់នឹងគាត់នឹងឈ្មោះ Rose អ្នកគ្នាហើយម្នាក់ធ្លាក់ឈុតខំឈ្មោះ Prinning Gas និង Prinning Rose ថាចរិតក៏ដូចគ្នាទេអ្នកគ្នាមួយផ្ទុយគ្នាចំណែក Prinning Rose គឺគាត់កាចឆ្នះ Prinning Gas slot boss ភាពរៀបចាអញ្ចឹងទៅហើយដល់ព្រះអង្គយើងវិញគាត់បានទៅរាជវាំងដើម្បីពិភាក្សារឿងផ្សេងៗនៅក្នុងរាជវាំងអញ្ចឹងណាអ្នកគ្នាវិថារឿងពីសង្គ្រាមពីរាជវាំងមួយទៅរាជវាំងមួយឬក៏រឿងអីផ្សេងៗអញ្ចឹងទៅខ្ញុំអត់សូវដឹងហ្មងទេបន្ទាប់ពីគាត់មកដល់រាជវាំងគាត់ក៏បាននិយាយពិភាក្សារឿងហ្នឹងទៅអ្នកគ្នាបន្ទាប់ពីពិភាក្សាចប់ហ្នឹងព្រះនាងគាត់ក៏បាននិយាយលេងជាមួយព្រះអង្គរាសាស៊ីហ្នឹងក៏បាននិយាយថាល្ងាចហ្នឹងគួរទៅដើរលេងអត់ទៅព្រះអង្គក៏និយាយថាមានអីបានតើខ្ញុំដើរលេងបានអញ្ចឹងណាអ្នកគ្នាតើមកព្រះអង្គល្ងាចហ្នឹងព្រះនាងវាចាំដល់ណាព្រះអង្គរាសាស៊ីហ្នឹងក៏បានដើរមកហើយព្រះអង្គក៏បានដើរមកហើយបានសួរព្រះនាងថាយើងគួរទៅដើរលេងនៅណាអញ្ចឹងណាហើយព្រះនាងក៏បាននិយាយថាគាត់នឹងនាំទៅកន្លែងមួយកន្លែងហ្នឹងគឺថាស្បាយអំភើបអញ្ចឹងណាហើយគាត់ពីរនាក់ក៏បានជិះទៅកន្លែងហ្នឹងហ្មងទៅហ្នឹងហើយបន្ទាប់ពីមកដល់កន្លែងហ្នឹងគឺមានមនុស្សទឿពីរនាក់ហ្នឹងគ្នាឈ្មោះមនុស្សទឿថងណាគ្នាហ្នឹងហើយឈ្មោះមនុស្សទឿថងហើយគាត់ពួកគាត់ក៏បានលេងជាមួយគ្នាយ៉ាងសប្បាយដូចនិយាយរួមទៅថាដូចកូនក្មេងហ្មងអ្នកទាំងអស់គ្នាបន្ទាប់ពីរំចប់ក៏បានពួកគាត់បាននិយាយលេងរឿងផ្សេងៗជាមួយគ្នាអញ្ចឹងណាដោយសារពេលនេះក៏បាននិយាយថានៅនឹងគាត់នេះហ៎តែមកដល់ព្រះនាងវិញក៏បានលាព្រះអង្គអាណាសាសៀគាត់បានចូលទៅផ្ទុំអញ្ចឹងណាអ្នកគ្នាបានដើរចូលទៅកន្លែងគាត់ផ្ទុំអញ្ចឹងទៅកាន់មកដល់ព្រះអង្គអាណាសាសៀគាត់ក៏បានចូលផ្ទុំដូចតែគ្នាទេអ្នកគ្នាហើយគាត់បានដឹងថាព្រះនាងរោហ្នឹងបានមើលទេគាត់មើលទាំងខឹងខ្ញាល់ហ្មងណាគ្នាគាត់ខឹងហើយគាត់រំចាំពេលយប់បន្ទាប់ពីពេលយប់ហើយគាត់ក៏បានទៅណាក៏មិនដឹងដែរអ្នកគ្នាចាំមើលទៅគាត់ក៏បានដើរទៅណាក៏មិនដឹងដែរហើយគាត់ចេញទៅទាំងលបមកគ្នាអត់ឲ្យណាដឹងហ្មងថាអត់ដឹងថាគាត់ទៅណាទេអញ្ចឹងយើងចាំមើលទាំងអស់គ្នាហ្មងទៅថាគាត់ទៅណាបន្ទាប់ពីដើរយ៉ាងយូរមកយើងបានឃើញព្រះនាងរស់ហ្នឹងមកដល់ផ្ទះមួយកន្លែងផ្ទះហ្នឹងគឺថាអត់មានភូមិមានអ្នកគ្នាមានតែផ្ទះមួយនៅហ្នឹងណាហ្នឹងហើយគាត់បានដើរមកគឺថាបានជួបនឹងមេធ្មប់អីចឹងទៅហើយមេធ្មប់ក៏បាននិយាយថាតើព្រះនាងមករកអីនៅទីហ្នឹងហើយព្រះនាងក៏បាននិយាយថាខ្ញុំត្រូវការឲ្យអ្នកជួយរឿងមួយចឹងណាហើយបន្ទាប់មកមេធ្មប់ហ្នឹងក៏បាននិយាយថាជួយរឿងអីក៏និយាយប្រាប់លឿនមកហើយព្រះនាងរស់ហ្នឹងក៏បាននិយាយថាចង់ឲ្យព្រះនាងកេះហ្នឹងចាក់ចេញពីជីវិតរបស់គេចង់គ្រប់គ្រងអាណាចក្រហ្នឹងហើយចង់បានព្រះអង្គអាណាសាសៀធ្វើជាភរិយាអីចឹងណាអ្នកទាំងអស់គ្នាបន្ទាប់ពីប្រាប់នឹងរៀបរាប់ឲ្យខ្ញុំអស់រយៈពេលយូរមេធំនឹងក៏បាននិយាយថាបើចូលជាអញ្ចឹងហើយមានលក្ខខណ្ឌបើធ្វើអីមិនតាមចិត្តរបស់អ្នកទេអ្នកនឹងខ្ញុំនឹងជប់អ្នកឲ្យខ្លាចទៅជាពស់ឬក៏បាត់ខ្លួននៅពីភពផានដីហ្នឹងណាអ្នកគ្នាគេក៏បាននិយាយថាហាមានសំណាក់បែបហ្នឹងទៀតហើយតមកមេធំហ្នឹងក៏បានដាក់បណ្ដាសាទៅលើព្រះនាងគេហើយក៏ប្រាប់ថាឲ្យព្រះនាងរស់ហ្នឹងធ្វើដូចជាបាត់ខ្សែខនៅក្រោមសួនអីចឹងណាអ្នកគ្នាហើយបន្ទាប់មកឲ្យព្រះនាងដើរទៅក្នុងសួនហើយព្រះនាងនឹងខ្លាចទៅជាស្មាភ្លាមៗហ្មងអ្នកគ្នាហើយបន្ទាប់មកព្រះនាងរោហ្នឹងគាត់ក៏បានអរគុណទៅមេធ្មប់ហ្នឹងអ្នកគ្នាបន្ទាប់ពីអរគុណហើយគេក៏បានដើរទៅផ្ទះវិញអីចឹងទៅកន្លែងផ្ទុំអីដូចមុនចឹងណាអ្នកគ្នាអូគេថាខុសខើខ្លាំងមែនទេព្រះនាងរោហ្នឹងហ្មងហើយកាន់មកដល់ពេលផាជាម៉ោង6ហ្នឹងពេលព្រឹកព្រលឹមស្រាងហ្នឹងអ្នកគ្នាព្រះនាងគាត់បានងើបយ៉ាងលឿនដើម្បីទៅរកព្រះនាង Gas ហ្នឹងហើយទៅរកព្រះនាង Gas គាត់បានដើរតម្រង់ទៅបន្ទប់ព្រះនាង Gas ដើម្បីធ្វើផែនការយប់ម៉ាំងហ្នឹងអ្នកគ្នាធ្វើផែនការយប់ម៉ាំងបន្ទាប់ពីដើរមកដល់ហើយព្រះនាងរស់ហ្នឹងក៏បាននិយាយថា
អូបងស្រីបងបាត់ខ្សែកនៅខាងសួនអីចឹងណាហើយបងស្រីក៏បាននិយាយថាអូមិនអីទេចាំខ្ញុំទៅជួយរកចឹងហើយពួកគេក៏បាននាំគ្នាទៅអីចឹងណាហើយពេលនាងកេះហ្នឹងអត់ដឹងអីទាំងអស់អ្នកគ្នាហើយពួកគេក៏បានដើរទៅទាំងពីរអ្នកហ្មងទៅហើយគម្រោងការហ្នឹងគឺពិតជាបានផលមែនអ្នកទាំងអស់គ្នាគាត់បានដើរទៅដល់ហ្នឹងហើយស្រាប់តែពេលនាងកេះហ្នឹងគាត់បានដួលណាអ្នកគ្នាដួលទៅមានរឿងអីខាងឡើងខ្ញុំមិនដឹងទេបន្ទាប់មកនាងកេះក៏បានខ្លាចជាឆ្មាហើយបន្ទាប់មកនាងរស់ហ្នឹងគឺក៏បានសាច់ខ្លាំងខ្សោះចំអកទៅដល់ពេលនាងកេះហ្នឹងខ្លាំងមែនតើគាត់សប្បាយចិត្តខ្លាំងមែនតើដោយសារអីផែនការរបស់គាត់បានជោគជ័យអីចឹងណាតែគាត់បានដឹងទេថាមនុស្សទួថងបានស្ដាប់រឿងទាំងអស់ហ្នឹងហើយនិយាយទាំងត្រូវអ្នកគ្នាហើយបន្ទាប់មកគាត់ក៏បានដើរចូលទៅក្នុងបន្ទប់វិញអីចឹងណាបន្ទាប់មកមានមនុស្សទួថងម្នាក់ហ្នឹងគាត់បានរត់មកយ៉ាងលឿនគាត់ថាហួសពេលមែនគាត់ថាតើនេះជាព្រះនាងកេះមែនទេហើយមនុស្សទួថងក៏បាននិយាយថាមកព្រះនាងមានសំងក់ក្បាលមកបន្ទាប់មកឆ្មាហ្នឹងក៏ងក់ក្បាលមានអ្នកគ្នាចឹងបានន័យថានឹងគឺជាព្រះនាងនេះបន្ទាប់មកមនុស្សទួថងក៏បានទៅប្រាប់ព្រះអង្គពីរឿងដែលកើតឡើងណាអ្នកគ្នាតែមិនដឹងថាមនុស្សទួថងនឹងនិយាយទៅប្រាប់ព្រះអង្គខ្ញុំអត់ទាន់ដឹងទេអ្នកគ្នាបើចង់ដឹងចាំមើលតទៀតរឿងបន្ទាប់មកក៏ខ្សឹបប្រាប់គ្នាអញ្ចឹងណាហើយបន្ទាប់មកមនុស្សទួថងនឹងបាននាំព្រះនាងចាក់ចេញពីរាជវាំងហ្នឹងទៅនៅក្នុងព្រៃអីចឹងណាអ្នកគ្នាហ្នឹងហើយហើយទៅពីម្ល៉េះក្នុងព្រៃមនុស្សទួថងបានប្រាប់ព្រះនាងនៅហ្នឹងហើយគាត់ក៏បានចាក់ចេញពីទីហ្នឹងទៅអ្នកទាំងអស់គ្នាហើយធ្វើឲ្យព្រះនាងកេះហ្នឹងគាត់បានយំយ៉ាងខ្លាំងដោយសារគាត់ហត់រត់ហើយគាត់ក៏បានសម្រានលក់ទៅហើយបន្ទាប់មកក៏មានឆ្កែចចកមួយបានរត់មកយ៉ាងលឿនអ្នកគ្នារត់សម្ដៅទៅរកឆ្មាហ្នឹងហ្មងអ្នកទាំងអស់គ្នាបន្ទាប់មកក៏បានលួងលោមឲ្យឆ្មាហ្នឹងដេកវិញទៅអ្នកទាំងអស់គ្នាហ្នឹងហើយមិនសូវចេះនិយាយម៉ានទេហើយបន្ទាប់ពីអស់រយៈពេលជាយូរមកពួកគេក៏បានមើលថ្ងៃលេខជាមួយគ្នាសប្បាយជាមួយគ្នានិយាយគ្នាតាមរយៈខ្សែភ្នែកអីចឹងណាអ្នកទាំងអស់គ្នាហ្នឹងហើយពួកគេបានលេខជាមួយគ្នាយ៉ាងសប្បាយចំណែកឯព្រះនាងរស់វិញគាត់បានឆ្ងល់យ៉ាងខ្លាំងហេតុអីក៏ប្រហែលខែហ្នឹងបានព្រះអង្គអាសាសៀអត់ឃើញចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកឆ្មាហ្នឹងក៏បានរត់លេងនិយាយរំទៅរត់លេងដោយតែសំដងណាហ្នឹងអ្នកគ្នាដល់ពេលរត់ទៅព្រះនាងស្រាប់តែដួលទីដែរដួលទៅមានអាប់មួយមកគាត់ក៏បានខ្លាចទៅជាមនុស្សវិញចឹងណាអ្នកទាំងអស់គ្នាគាត់ថាគាត់ព្រះនាងកែសប្បាយចិត្តខ្លាំងមែនតើគាត់ក៏នឹកស្មានថាគាត់បានខ្លាចទៅជាមនុស្សម្ដងទៀតណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកមនុស្សទួថងក៏បានដើរមកបន្ទាប់មកមនុស្សទួថងបាននិយាយថាតើអ្នកចង់ដឹងថាឆ្កែចចកហ្នឹងជាអ្នកណាអត់តែព្រះនាងក៏បានរត់ទៅអបឆ្កែចចកហ្នឹងណាអូខេដល់ពេលអបរួចchẳngដឹងមិនទៀតអត់អបរួចណាមនុស្សទូថងក៏បាននិយាយថានឹងគឺជាព្រះអង្គព្រះនាងរត់ទៅសប្បាយចិត្តទៀតហើយអ្នកទាំងអស់គ្នាហើយកាន់មកដល់នេះវិញក៏បានឃើញមេដាបេដារបស់ពួកគេក៏បានរត់ទៅអបមេដាបេដាគេថាដោយសារគេនឹកដែរហ៎ភាសាបាត់មិន3-4ខែដែរព្រះអង្គនឹងព្រះនាងរងចាំយូរដែរហើយគេក៏បានអបប៉ាម៉ាក់ច្រឡំប៉ាម៉ាក់គ្នាសំទោសហ្នឹងអបមេដាបេដារបស់គាត់ហើយបន្ទាប់មកពួកគេក៏បានទៅរាជវាំងវិញអញ្ចឹងទៅដោយសារអត់នៅក្នុងព្រៃនឹងយូរវិញដោយសារក្នុងព្រៃហ្នឹងអត់ល្អឯងចេះថាខ្លាចមានសត្វកំណាចមានអីនៅហ្នឹងណាអ្នកនរគ្នាហើយបន្ទាប់មកពួកគេក៏បាននិយាយពីរឿងនឹងព្រះអង្គមេដាព្រះអង្គនឹងក៏បានខឹងយ៉ាងខ្លាំងបន្ទាប់មកមេធូបនឹងក៏បានដើរចូលបន្ទប់របស់ព្រះនាងរ៉ូសហ្នឹងហើយគាត់បានចូលទៅគាត់ចឹងនិយាយថាដល់ពេលគាត់ត្រូវកំចាត់ព្រះនាងរស់នឹងចេញហើយតែមកព្រះនាងរស់ខ្លាចជាសខ្លាចឲ្យបាត់ខ្លួនហ្មងអ្នកទាំងអស់គ្នាខ្ញុំមិនដឹងថាមានរឿងអីដែរទេដោយសារអីមេធ្មប់បានសន្យារួចហើយបើថាអត់កើតទេគាត់នឹងនេះហើយបន្ទាប់មកដល់កាន់មកដល់ព្រះអង្គវិញក៏បាននិយាយរឿងព្រះនាងរស់ហ្នឹងហើយបន្ទាប់មកក៏បានរៀបការជាមួយគ្នាអីចឹងណាអ្នកទាំងអស់គ្នាពួកគាត់ក៏បានរៀបអភិសេកជាមួយគ្នាអញ្ចឹងទៅហើយរឿងយើងក៏ចាប់ចំណងដែរបាយបាយ